នេះគឺជាត្រួយថ្មីបងប្អូនមកសោះស្រះតែម្ដងត្រួយនេះគឺមកនៅថ្ងៃទី10ថ្ងៃទី24ខែ10 2025ចការនៅខាងតញ្ញែសៀមរាបចិត្តពលានយន្តហោះបងប្អូនហើយបងប្អូនមកមើលសភាពស្លឹកតិចបងប្អូនគឺស្លឹកនេះគឺសិតតែស្លឹកចាស់ណាបងប្អូនស្លឹកឡើងច្រេះអត់មានកម្លាំងទេមើលតាមសភាពស្លឹកគឺតតែចម្រុះប៉ុន្តែចការនេះគឺអត់ចម្រុះទេគឺយើងបាញ់ជំរុញដើម្បីដាស់តំណែងត្រួយហើយបន្ទាប់ពីយើងបាញ់លទ្ធផលគឺមកហើយបងប្អូននេះគឺមកត្រួយបានច្រើនមែនតើហើយមកសឹងតែគ្រប់ដាកមកហើយបងប្អូនហើយថ្ងៃនេះគឺយើងមកបាញ់បន្ថែមទៀតដើម្បីជំរុញបំពន់តងត្រួយឲ្យធំធាល់ល្អឲ្យស្លឹកហ្នឹងគឺចេញមកគឺមានពោពេញទៅដោយធម្មពលកម្លាំងហើយស្លឹកធំស្លឹកមានកម្លាំងគឺយើងអាចជួយឲ្យស្លឹកហ្នឹងគឺវាជំរុញទៅដល់វគ្គបង្កើតផ្កាទៀតណាបងប្អូនវគ្គបញ្ចេញផ្កាអញ្ចឹងពេលដែលយើងបានត្រួយហើយគឺយើងត្រូវការពារដែរបងប្អូនយើងអត់អាចបាញ់ដល់ឈុតទៅបំពន់បន្ថែមទេគឺយើងត្រូវតែថែមថ្នាំការពារមូសតែបន្ថែមទៀតបងប្អូនដើម្បីការពារត្រួយយើងកុំឲ្យបាត់បង់ទៅវិញព្រោះថាបើសិនជាចន្ទីរបស់យើងបាត់បង់ត្រួយអញ្ចឹងចន្ទីរបស់យើងនឹងផលិតត្រួយថ្មីមកថែមទៀតអញ្ចឹងគឺឲ្យចន្ទីរបស់យើងវាវក់ក្នុងការផលិតត្រួយធ្វើឲ្យធម្មពលរបស់ចន្ទីរបស់យើងវាអស់ច្រើនអញ្ចឹងវគ្គទៅដល់ផ្កាដល់ក្តឹបវាយ៉ាងសោយអញ្ចឹងធ្វើម៉េចការពារត្រួយដំបងនៅក្នុងខែនេះឲ្យល្អមែនតើបងប្អូនព្រោះថាត្រួយហ្នឹងគឺសិតជាត្រួយផ្ការបស់យើងហើយបងប្អូន